ព្រះគម្ពីរភីលីបជំពូក2ខ1ដល់ខ11ព្រះគ្រីស្ទបន្ទាបខ្លួននិងទទួលសេរីរុងរឿងដូច្នេះបើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទឬសេចក្តីកំសាន្តណារបស់ផងសេចក្តីស្រឡាញ់ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណឬសេចក្តីធ្នាក់ធ្នមនិងសេចក្តីអាណិតអាសូរណា2នោះចូលបំពេញសេចក្តីអំណររបស់ខ្ញុំដោយអ្នករាល់គ្នាមានគំនិតមានសេចក្តីស្រឡាញ់តែមួយទាំងរួបរួមចិត្តគ្នាហើយគិតតែផ្លូវមួយដូចគ្នាចុះ3កុំឲ្យធ្វើអ្វីដោយទាស់តែងគ្នាឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ4កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយត្រូវស្វែងរកចំពោះអ្នកដទៃផង5ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ6ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ7គឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផង8ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះនោះក៏បន្ថាព្រះអង្គទ្រង់ទាំងចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង9ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសជាងអស់ទាំងនាមផង10ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវគ្រីស្ទនោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលុតចុះ11ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតាអាមែន